តោះមករៀនឆាបាយសាច់ក្រកពងទាបែបងាយងាយកូនខ្ញុំមកបរៀនភ្លាមរត់មកសួរភ្លាមម៉ាក់ថ្ងៃហ្នឹងបានមកហូបអីញ៉ាំដែរម៉ាក់ឆាបាយឲ្យញ៉ាំនិយាយពីថាអហូបពេញទេបាយឆាឲ្យតែសាច់អង្គយើងទៅសោះបែបហ្នឹងដឹងតែឆ្ងាញ់ហើយបងឆាអត់មានរិចគ្រាប់បាយទេគ្រាប់បាយស្លូនបែបហ្នឹងទៅសោះបែបហ្នឹងដឹងតែឆ្ងាញ់ហើយថ្ងៃនេះដោយសារឆាបាយឲ្យកូនសម្លាញ់របស់ខ្ញុំអញ្ចឹងខ្ញុំដាក់បន្លែដែលគាត់ចូលចិត្តគឺមានដូចជាសណ្តែកគួរជាមួយនឹងការ៉ុតបងចង់បន្ថែមនៅស្ពៃឬក៏សាច់ក៏បានដែរតែកូនខ្ញុំអត់ទេចូលចិត្តតែប៉ុណ្្នឹងឯងជាពិសេសជាងគេគឺសាច់ក្រកហ្នឹងហ្មងសណ្តែកគួរខ្ញុំកាត់ជាកង់តូចហើយការ៉ុតដូចគ្នាដែរខ្ញុំយកវាមកជ្រៀកបែបហ្នឹងហើយកាត់ជាកង់តូចងាយស្រួលសម្រាប់កូនខ្ញុំញ៉ាំហើយណាមួយវាងាយនឹងឆ្អិនទៀតបងរៀបចំគ្រឿងកាពិកប៉ុកហ្នឹងមកសំណំគួរដែរហ្នឹងឆាបាយស្រួលទេប៉ុន្តែការរៀបចំគ្រឿងនេះបិណ្ឌវាច្រើនសាច់ក្រកថ្ងៃហ្នឹងរៀងធំដែរខ្ញុំក៏យកវាមកពុះជាពីរបែបហ្នឹងហើយហាន់នៅប្រទេសស្ដើងធ្វើបែបហ្នឹងកូនខ្ញុំស្រួលញ៉ាំមកអត់ខ្លាចគាត់ស្លាក់អីសាច់ក្រកយើងប្រើប្រភេទសាច់ក្រកសាច់ជ្រូកបងហើយមុននឹងយកមកធ្វើម្ហូបយើងលាងទឹកវាឲ្យស្អាតសិនព្រោះអីអត់ដឹងតែនៅកន្លែងគេលក់ហ្នឹងមានរុយរោមឬក៏យ៉ាងណាទេបើនិយាយពីខ្ទឹមសវិញណាដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ដូចឆាបាយខ្ទឹមសអញ្ចឹងខ្ញុំពេលខ្លះញ៉ាំតែអត់មានសាច់ក៏ខ្ញុំញ៉ាំដែរលីងតែជាមួយខ្ទឹមសឆ្ងាញ់យូរតាណាមអស់ខ្ទឹមច្រាំមិនបាច់ឲ្យវាម៉ត់ពេកទេបងដើម្បីឲ្យយើងបំពងទៅញ៉ាំចំជាមួយនឹងសាច់បាយវាធ្វើឲ្យឈ្ងុយពេញមាត់តែម្ដងស្អីដែលខ្វះអត់បានហ្នឹងគឺស្លឹកខ្ទឹមនឹងឯងហាន់វាជាកង់តូចដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហើយនឹងយើងមានពងមាន់2គ្រាប់ឥឡូវឃើញថាគ្រឿងរបស់ខ្ញុំរៀបចំឲ្យស្រេចហើយបងគឺមានតែប៉ុណ្្នឹងឯងចឹងឥឡូវយើងមករៀនឆាទាំងអស់គ្នាណាដាក់ខ្លាញ់ចូលខ្ទះយើងឲ្យក្តៅហើយបន្ទាប់ពីហ្នឹងគឺខ្ញុំដាក់សាច់ក្រកឆាមុនគេដើម្បីឲ្យវាចេញជាតិខ្លាញ់ខ្លះកុំឲ្យវាខ្លាញ់ខ្លាំងពេកពេលដែលកូនញ៉ាំអត់សូវល្អហ្មងនេះពេលខ្លះអាចនឹងធ្វើឲ្យគាត់ឈឺកឆាសាច់ក្រកហ្នឹងឲ្យឆ្អិនសិនណាបងរួចហើយដួសទុកម្លែកយើងយកគ្រឿងផ្សំអីផ្សេងដើម្បីយកមកឆាគឺខ្ញុំដាក់ខ្ទឹមបំពងនឹងឯងពងបន្តពីសាច់ក្រកដឹងថាបងណាឆាបាយដូចខ្ញុំចូលចិត្តឆាគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យឆ្អិនផ្សេងគ្នារួចហើយដល់ពេលវគ្គឆាបាយឆាទាំងអង្គឲ្យស្រួយដាក់គ្រឿងទាំងអស់ហ្នឹងចូលវាលឿនឥឡូវដល់វគ្គការ៉ុតជាមួយនឹងសណ្តែកគួរយកមកឆាវាអញ្ចឹងដូចគ្នានិយាយទៅគឺខ្ញុំឆាគ្រឿងផ្សំមួយហ្នឹងឲ្យវាឆ្អិនល្អបន្ទាប់ពីហ្នឹងមកទៀតគឺដាក់ពងឆាជាមួយនឹងបាយកន្លែងត្រង់ហ្នឹងភ្លេចចុចឲ្យបងមើលប៉ុន្តែឥឡូវដាក់បាយចូលហើយអញ្ចឹងឆាបាយហ្នឹងរហូតដល់វាបែកគ្រាប់បាយទៅសោះកុំឲ្យនៅដុំណាបងនេះដល់វគ្គពិសេសរបស់ខ្ញុំហើយខ្ញុំថែមនៅស្ករសបន្តិចបន្ទាប់មកទៀតគឺម្សៅស៊ុបនឹងឯងម្សៅស៊ុបសញ្ញារមៀសនេះគឺជារូបមន្តសម្ងាត់របស់ខ្ញុំហើយធ្វើម្ហូបអីក៏ឆ្ងាញ់ដែរបងដោយសារតែគ្រឿងផ្សំហ្នឹងគឺគេផ្សំឡើងពីគ្រឿងល្អផ្សំចេញពីធម្មជាតិនិងសាច់មាន់ពិតគ្រាន់តែកាត់កញ្ចប់មកឈ្ងុយសាច់មាន់បាត់ហើយបន្ទាប់ពីហ្នឹងមកគឺចាប់ផ្ដើមចាក់បន្លែចូលឆាជ្រុំដើម្បីឲ្យវាចូលជាតិជាមួយនឹងបាយបានល្អបងនិយាយទៅគឺខ្ញុំធ្វើតែបែបហ្នឹងបន្ទាប់មកទៀតខ្ទឹមបំពងជាមួយនឹងសាច់ក្រកយើងហ្នឹងចាក់បញ្ចូលមកហើយចាប់ផ្ដើមជ្រុំតែប៉ុណ្ណឹងអូខេហើយបងសាច់បាយអត់ជាប់គ្នាទេឃើញថាល្បេះពីគ្នាហើយគ្រាប់អង្គរបស់យើងលូនអត់មានបាក់ទេហើយបាយក៏អត់មានរីកដែរឆាត្រឡប់មកប្រហែលជា10នាទីហ្នឹងឃើញថាបាយរបស់ខ្ញុំគឺរសជាតិល្អហើយខ្ញុំចាប់ផ្ដើមដួសដាក់ចានតែម្ដងស្លឹកខ្ទឹមបង់ក្នុងនោះខ្លះខ្ញុំយក100ខ្លះដើម្បីឲ្យឃើញសោភ័ណភាពស្អាតណែអត់អួតទេឆាបាយនៅផ្ទះបាយក្រោយក្មេងៗមុខក៏ឡើងជ្រួយច្បល់គ្នាហ្មងរត់មកសួរ3 4ដងគ្រាន់តែលើតែឆាបាយសាច់ក្រកវិញហូរពេញផ្ទះបាត់ហើយចុះប្រព័ន្ធឆាបាយងាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងឲ្យតែមានចំនួនការពិសេសពីម្សៅស៊ុបគឺដឹងឲ្យឆ្ងាញ់ហើយវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណបងសម្រាប់ការទស្សនារហូតដល់ចប់ជួបគ្នាវីដេអូក្រោយបាយ